ត្រូវចាំបាច់បើសិនជាយើងអាចជៀសវាងតាមមធ្យោបាយផ្សេងគឺគេចាត់ទុកថាមិនចាំបាច់ទេដូច្នេះយើងមានតែផ្លូវមួយគិតដើម្បីតែប្រព្រឹត្តបទល្មើសតបទល់ជាមួយនឹងការឈ្លានពានហើយការដែលយើងប្រើប្រាស់ទៅតាមសមាមាត្រនិងទំហំគ្រោះថ្នាក់នៃការឈ្លានពានដូច្នេះអញ្ចឹងហើយបានជាគេថាបុគ្គលម្នាក់ដែលបានដកកាភ្លើងបាញ់ចំពោះអ្នកឈ្លានពានខ្លួននៅពេលដែលអ្នកឈ្លានពានបានវាយមកលើខ្លួនហើយរត់ដាក់មេប្រូចហើយបែកខ្នងគាត់ដកកាភ្លើងបាញ់នេះជាគេហៅថាជាមិនមែនជាស្ថិតក្នុងការការពារស្របច្បាប់ទេពីព្រោះថាអ្នកដែលការឈ្លានពានហ្នឹងគាត់បានរត់ហើយគ្រោះថ្នាក់ដែលបានការឈ្លានពានហ្នឹងបានបាត់ឡើងហើយទម្ងន់នៃការឈ្លានពានហ្នឹងវាស្រាលមានករណីមួយទៀតដែលក្នុងក្របខ័ណ្ឌនៃការការពារស្របច្បាប់បានកំណត់សន្មតថាជាការការពារស្របច្បាប់តែម្ដងហើយវាតាក់ទងជាមួយនឹងបន្ទុកនៃភស្តុតាងក្នុងករណីដែលច្បាប់សន្មតថាស្ថិតក្នុងការពារស្របច្បាប់ហ្នឹងគឺបន្ទុកនៃភស្តុតាងធ្លាក់ទៅលើស្ថាប័នដែលជាប់ប្រកាន់អាជ្ញាធរមានសមត្ថកិច្ចអញ្ចឹងក្នុងករណីនេះគឺច្បាប់របស់យើងបានកំណត់ករណី2យ៉ាងដែលថាស្ថិតក្នុងការការពារស្របច្បាប់ថាត្រូវសន្មតថាជាការការពារស្របច្បាប់នៅក្នុងករណីដូចតទៅបទល្មើសត្រូវបានប្រព្រឹត្តដើម្បីរុញច្រានការចូលក្នុងពេលយប់ដោយមានការកាប់គាស់ទម្លុះទម្លាយដោយហិង្សាឬដោយយកកលល្បិចនៅកន្លែងដែលមានមនុស្សរស់នៅពេលយប់ដូចនេះការចូលនៅក្នុងពេលយប់នៅកន្លែងដែលមានមនុស្សរស់នៅតាមរយៈការប្រើប្រាស់សោកខ្លែងឬក៏ការផ្គាស់ទម្លាយអនុញ្ញាតឲ្យម្ចាស់ទីកន្លែងប្រើមធ្យោបាយទប់ទល់ដើម្បីរុញច្រានអ្នកនោះវិញហើយករណីទី2គឺបទល្មើសបានប្រព្រឹត្តដើម្បីការពារខ្លួនប្រឆាំងនឹងការលួចឬការប្លន់ដែលអនុវត្តដោយហិង្សាដូច្នេះយើងស្ថិតនៅក្នុងស្ថានភាពដែលមានចោរប្លន់ឬក៏ចោរមកលួចដោយប្រើហិង្សាប្រើប្រាស់អាវុធយើងអាចប្រើមធ្យោបាយដើម្បីទប់ទល់វិញដើម្បីដូច្នេះយើងស្ថិតនៅក្នុងស្ថានភាពនៃសេចក្ដីធានៃការការពារស្របច្បាប់បានន័យថាបន្ទុកភស្តុតាងធ្លាក់ទៅលើអាជ្ញាធរមានសមត្ថកិច្ចគឺអัยការជាអ្នករកភស្តុតាងថាយើងមិនស្ថិតក្នុងស្ថានភាពការការពារស្របច្បាប់ទេហើយមានចំណុចមួយទៀតដែលខ្ញុំចង់បញ្ជាក់សច្ចាធាឬការសន្មតថាការការពារស្របច្បាប់នេះគឺពុំមានលក្ខណៈដាច់ខាតទេបានន័យថាវាអាចត្រូវរំលាយដោយភស្តុតាងផ្ទុយហើយដូច្នេះហើយបានជាថាទោះបីយើងស្ថិតនៅក្នុងស្ថានភាពនៃការសន្មតថាការការពារស្របច្បាប់ក៏ដោយក៏មិនអនុញ្ញាតឲ្យយើងប្រើប្រាស់នៅមធ្យោបាយតទល់នឹងដែលមានវិសមាមាត្រជាមួយនឹងអំពើឈ្លានពានទេហើយដែលយើងយល់ដឹងច្បាស់ទៀតអញ្ចឹងបានមាននៅប្រទេសបារាំងមានយុទ្ធសាស្ត្រមួយឪពុកម្នាក់របស់កូនស្រីម្នាក់នាងកំមុំម្នាក់គាត់បានយកកំភ្លើងបាញ់នៅបុរសជាសង្សាររបស់ស្ត្រីហ្នឹងនៅពេលដែលគាត់ប្រើសោខ្លែងចូលនៅក្នុងរបងផ្ទះអញ្ចឹងតាមពិតគាត់បានកត់សម្គាល់ថាពេលយប់ឡើងបុរសហ្នឹងតែងតែលួចមកជួបជាមួយនឹងកូនស្រីរបស់គាត់ហើយគាត់ដឹងច្បាស់ហើយដូច្នេះគាត់យកកំភ្លើងបាញ់ដោយថាគាត់អះអាងនៅស្ថានភាពការពារស្របច្បាប់ដោយសាររុញច្រាននៅការចូលពេលយប់កន្លែងនេះគឺថាជាមធ្យោបាយដែលប្រើប្រាស់ដោយគេថាមានវិសមាមាត្រមានថាមិនសមរម្យនឹងអំពើដែលឈ្លានពាននេះជាករណីមួយដែលខ្ញុំបាទចង់បញ្ជាក់ហើយចុងក្រោយគឺជាស្ថានភាពមួយដែរជាមូលហេតុមួយដែរដែលនាំឲ្យអ្នកប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវព្រមត្តនហើយបានន័យថាមានបទល្មើសគាត់ប្រព្រឹត្តបទល្មើសប៉ុន្តែគាត់មិនទទួលខុសត្រូវព្រមត្តនហើយគាត់ក៏មិនទទួលទណ្ឌកម្មព្រមត្តនដែរដែលហៅថាស្ថានភាពចាំបាច់គឺមានលក្ខខណ្ឌច្បាប់យើងកំណត់ថាបទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួនការពារអ្នកដទៃការពារទ្រព្យសម្បត្តិប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមានឬនឹងដែលនឹងកើតមានគ្មានវិសមាមាត្ររវាងមធ្យោបាយការពារនិងទម្ងន់នៃគ្រោះថ្នាក់បើប្រៀបធៀបកម្មវត្ថុនៃការការពារនៅក្នុងស្ថានភាពចាំបាច់គឺដូចគ្នានឹងការការពារក្នុងករណីការពារស្របច្បាប់គឺការពារខ្លួនការពារអ្នកដទៃការពារទ្រព្យសម្បត្តិប៉ុន្តែអ្វីដែលធ្វើឲ្យការការពារស្ថានភាពចាំបាច់ខុសពីការការពារស្របច្បាប់នេះគឺដោយសារចារីប្រឈមនឹងគ្រោះថ្នាក់មួយដែលមិនកើតចេញពីការឈ្លានពានមិនត្រឹមត្រូវនៅក្នុងការការពារស្របច្បាប់គឺត្រូវតែមានការឈ្លានពានមិនខុសច្បាប់នៅក្នុងស្ថានភាពចាំបាច់គឺចារីស្ថិតនៅប្រឈមចំពោះគ្រោះថ្នាក់មួយដែលអាចកើតចេញពីមិនមែនកើតចេញពីគេហៅថាការឈ្លានពានមិនត្រឹមត្រូវវាអាចកើតចេញគ្រោះថ្នាក់កើតចេញដោយឯងហើយចំណុចមួយទៀតការស្ថានភាពចាំបាច់ខុសជាមួយនឹងអនុភាពដោយកម្លាំងដោយសារនៅក្នុងស្ថានភាពចាំបាច់នេះចារីគាត់មានសេរីភាពក្នុងជំរើសរបស់ខ្លួនចំណែកក្នុងស្ថានភាពអនុភាពនៃកម្លាំងចារីមិនអាចទប់ទល់បានហើយគ្មានជំរើសទេហើយដូច្នេះនៅក្នុងស្ថានភាពគាត់ចាំបាច់ចារីគាត់មានសេរីភាពក្នុងការប្រព្រឹត្តឬមិនប្រព្រឹត្តអញ្ចឹងឧទាហរណ៍
គឺថាទីហោមានច្រើនអាចលើកថាអ្នកបើកបរម្នាក់ដែលគាត់បានសម្រេចចិត្តថាឆ្លងកាត់គំនូសចរាចរណ៍ដែលហាមឃាត់ដើម្បីជៀសវាងកុំឲ្យបុកអ្នកថ្មើរជើងម្នាក់អញ្ចឹងបើយើងគិតថាឃើញថាអ្នកបើកបរដែលបើកបរឆ្លងកាត់គំនូសចរាចរណ៍ហាមឃាត់ជាបទល្មើសតាមច្បាប់ចរាចរណ៍ប៉ុន្តែច្បាប់ដោយសារគាត់ក្នុងស្ថានភាពដើម្បីស្ថានភាពចាំបាច់ដើម្បីជៀសវាងគ្រោះថ្នាក់មួយដែលក្នុងការបើកបុកអ្នកថ្មើរជើងអញ្ចឹងអ្វីដែលស្ថិតជាចម្បងក្នុងស្ថានភាពចាំបាច់គឺជញ្ជីងមួយរវាងផលប្រយោជន៍ដែលការពារនិងផលប្រយោជន៍ដែលត្រូវលះបង់ដូច្នេះផលប្រយោជន៍ដែលត្រូវការពារត្រូវតែធំជាងផលប្រយោជន៍ដែលលះបង់នេះជាជញ្ជីងដែលគេថ្លឹងនៅក្នុងស្ថានភាពចាំបាច់ហើយមានឧទាហរណ៍ច្រើនទៀតករណីដូចជាយើងអាចមើលឃើញនៅភាពយន្តផ្សេងអ្នកថ្មើរជើងម្នាក់ដែលកំពុងតែដើរដោយភ្លេចខ្លួនឬដោយសារចាប់អារម្មណ៍នឹងអាគារឬដោយសារមើលអីភ្លេចខ្លួនគាត់មិនពុំបានដឹងថារថយន្តបើកមកពីក្រោយហើយមានអ្នកផ្សេងម្នាក់គាត់ទៅចាប់គាត់ធាក់ឬក៏រុញច្រានដើម្បីគេចពីគ្រោះថ្នាក់ចរាចរណ៍កាត់ឡើងយើងឃើញថានេះជាស្ថានភាពចាំបាច់ដែរហើយបុគ្គលដែលថាតេជនដែលទៅរុញអ្នកថ្មើរជើងអាចដួលឲ្យមានរបួសវាអាចថាបង្ករបួសឬអំពើហិង្សាប៉ុន្តែដើម្បីជួយសង្គ្រោះជីវិតគាត់អញ្ចឹងក៏ស្ថិតក្នុងស្ថានភាពចាំបាច់ដែរបាទនេះជាខ្លឹមសារមួយចំនួនមូលហេតុមួយចំនួនដែលខ្ញុំបាទចង់ធ្វើការបញ្ជាក់តាមន័យនៃក្រមព្រហ្មទណ្ឌដែលជាមូលហេតុនាំឲ្យមានការរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឬសម្រាលការទទួលខុសត្រូវព្រហ្មទណ្ឌហើយអញ្ចឹងជាគោលការណ៍សូមរំលឹកជាចុងក្រោយថាបុគ្គលដែលមិនទទួលខុសត្រូវព្រហ្មទណ្ឌមិនទទួលទណ្ឌកម្មព្រហ្មទណ្ឌណាមួយទេបាទសូមថ្លែងអរគុណបាទគុណឯកឧត្តមចាឯកឧត្តមចាលោកស្រីអ្នកនាងកញ្ញាទូទាំងសនិកជនជាទីគោរពកិច្ចពិភាក្សារបស់យើងខ្ញុំតាក់ទងទៅនឹងការទទួលខុសត្រូវព្រហ្មទណ្ឌនៅក្នុងពេលនេះសូមបញ្ចប់តែត្រឹមនេះសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់លោកអ្នក